វីដេអូទាំងអស់គ្នាអូខេចឹងជំហានទី1ខ្ញុំណែនាំឲ្យបងប្អូនទៅត្រួតពិនិត្យទៅលើថ្ងៃខែឆ្នាំកណ្ដាលហើយនឹងឈ្មោះរបស់បងប្អូនថាដូចគ្នាឬក៏អត់បាទនេះរបៀបចូលវាយើងចូលទៅលើ setting បន្ទាប់មក personal detail ហើយកន្លែងនេះគឺថ្ងៃខែឆ្នាំកណ្ដាលនឹងឈ្មោះអញ្ចឹងបងប្អូនត្រួតពិនិត្យមើលតើដូចទៅលើ ID card របស់យើងហើយឬនៅបន្ទាប់មកគឺយើងចូលជំហានទី2បើសិនជាវាដូចហើយបងប្អូនបាច់ចូល edit ដូរទេគឺយើងបន្តទៅមុខទៀតអញ្ចឹងយើងត្រូវបើកទៅលើ browser វិញយើងចូលប្រើទៅលើ Facebook app ហើយយើងចូលទៅលើ browser បន្ទាប់មកបងប្អូនចូលកន្លែង setting ហើយយើងចូលទៅលើ meta verify បន្ទាប់មកបងប្អូនឃើញមកដល់កន្លែង payment billing ហ្នឹងគឺបងប្អូនចុចកាយវាពីយើងចុចតាមចៃទៀតចៃយ៉ាងកាតឲ្យបងប្អូនដូរកន្លែង country មកប្រទេស Nigeria មក Nigeria អញ្ចឹងគាត់ដូរពីកម្ពុជាមក Nigeria មកគឺយើងនឹងឃើញចំនួនទឹកលុយទៅជាខាងលុយប្រទេស Nigeria វិញបាទអញ្ចឹងប្រទេស Nigeria គឺ Meta Verify តម្លៃតែ$2.33សេនទេអញ្ចឹងយើងគាត់ដូរ country ទៅ Nigeria មកបន្ទាប់មកបងប្អូនវានឹង notification មួយទៅកាន់ទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូនចូល confirm នៅក្នុង app ទូរស័ព្ទ Facebook ម្ដងអញ្ចឹងយើងអស់ទូនាទីទៅលើ browser ហើយអញ្ចឹងយើង back មក Facebook app វិញយើងចូលមើល like ហុកកណ្ដឹងមើល notification មាន alert មក Meta Verify មួយយើងចុចទៅលើហ្នឹងទៅឬក៏បងប្អូនចង់ចូលទៅតាម setting ក៏បានបន្ទាប់មកយក show your profile is verified with បន្ទាប់មកនេះគឺជាដំណាក់កាលចុងក្រោយដែលបងប្អូនត្រូវធ្វើហើយអញ្ចឹងបងប្អូនត្រូវ confirm profile picture ជាមួយនឹង name គេបញ្ជាក់យើងម្ដងទៀតហើយខ្ញុំបញ្ជាក់មួយទៀតទៅលើ Visa card ក៏បងប្អូនត្រូវប្រើឈ្មោះខ្លួនឯងដែរយករបស់គេ pay គឺអត់អាចទទួលបានទៅលើ Blue Meta Verify ហ្នឹងទេបាទអញ្ចឹងហើយសម្រាប់ profile picture បងប្អូនដាក់ឲ្យធ្វើមិនឃើញមកច្បាស់មកដាក់ប៉ុណ្ណឹងក៏អាចយកបានអញ្ចឹងយើងដល់ដំណាក់កាលចុងក្រោយបងប្អូនត្រូវ scan ជាមួយនឹង ID card របស់បងប្អូន passport ក៏បានអត្តសញ្ញាណប័ណ្ណក៏បានដែរបាទឬក៏បានបើកបរក៏បានដែរបាទអញ្ចឹងបងប្អូនscan ទៅហើយរងចាំរយៈពេល2ម៉ោងទៅ3ម៉ោងទៅបាទគឺវា load មកហើយបើពីមុនអត់ទេពីមុនប្រហែលជាមួយថ្ងៃទៅ2ថ្ងៃតែពេលខ្លះវាអាចយូរដែរប៉ុន្តែទូទៅខ្ញុំ verify គឺតែ2ម៉ោង3ម៉ោងគឺវា load មកចំខ្ញុំបងខុសច្បាប់ Facebook អញ្ចឹងតិចប៉ះពាល់ដល់ account page ទៅហ្នឹងគឺអត់មានបញ្ហាទេបងប្អូនបាទយ៉ាងច្រើនហ្នឹងគឺ Facebook គេបិទទៅលើ function ហ្នឹងយើង pay 2 3លែងបានតែប៉ុណ្ណឹងសម្រាប់ទៅប៉ះពាល់ទៅលើ account personal របស់យើងគឺអត់អីទេបើសិនជាបងប្អូនចង់ឈប់បង់លុយជាមួយនឹង Meta Verify ហ្នឹងបងប្អូនអាចចុចទៅដល់ link នេះក៏បានឬក៏ចូលទៅលើ Meta Verify ហើយយកមិន subscription មកតោះមក unsubscribe មកគឺវាលែងកាត់លុយយើងហើយអូ Meta Verify $2.33ហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនអត់យល់ហើយណាគឺអាច comment សួរបានណាអរគុណច្រើនបាយបាយ